បន្តទៀតខ្ញុំក៏កាត់ដួសឲ្យបងប្អូនចាស្លោះខ្ញុំគឺបែបនេះហើយបងប្អូនហើយអានេះគេហៅមិនស្លោទេគេហៅចំហុយផ្អកជាមួយនឹងត្រាប់ស្រួយបងប្អូនហើយខ្ញុំធ្វើការដួសឲ្យបងប្អូនចាដួសដាក់ក្នុងចាននេះមួយទៅយើងធ្វើការដួសដាក់ឲ្យឃើញចា1 នាទីតែត្រាប់ហើយនៅមកទីយើងសាច់ផ្អកដាក់ថែមតិចទៀតមកដួសនេះច្រើនពេកនេះច្រើនពេកអត់ដាក់តិចទៀតមកគឺហើយខ្ញុំត្រូវការតាំងកតអូខេខ្ញុំទៅតែម្ទេសនេះគឺម្ទេសនេះមកចាអូខេនេះវារួចហើយបងប្អូនរសជាតិគឺឆ្ងាញ់ដូចដឹងស្រាប់